ត្រៀមយុវជនខ្មែរដែលកើតឆ្នាំ1996ដល់ឆ្នាំ2008ឆ្នាំក្រោយនឹងមានឱកាសចូលបម្រើជាតិហើយ2026តទៅយុវជនកម្ពុជាដែលមានអាយុចាប់ពី18ទៅ30ឆ្នាំនឹងតម្រូវឲ្យបំពេញកាតព្វកិច្ចយោធាដើម្បីបម្រើជាតិនិងប្រជាជនអាចចាត់ទុកថាជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ថ្ងៃច័ន្ទដើមសប្តាហ៍ដែលសម្ដេចមហាបវរសម្ដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីការឈានទៅធ្វើវិសោធនកម្មច្បាប់ស្ដីពីកាតព្វកិច្ចយោធាដែលបង្ហាញឲ្យឃើញពីឆន្ទៈនៃការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីOne